សួស្តីអ្នកនរគ្នាយើងវិលត្រឡប់ចូលនាងដល់ទៅជាមួយនឹងរឿងកុយអមតៈនេះនៅក្នុងភាគទី152បន្តទៀតមួយឆ្នាំក្រោយមកនៅលើអាណាចក្រអមតៈផ្គរលាន់បរមម្នាក់ក្នុងសម្លៀកបំពាក់ពណ៌ខៀវកំពុងហោះកិច្ចខ្លួនយ៉ាងលឿននៅលើផ្លូវតែមានថ្មដែលនៅលើអាកាសដ៏អាប់អួរគាត់មានរបួសពេញខ្លួននិងកំពុងរត់គេចពីការតាមប្រមាញ់ក្នុងពេលដ៏បថុញញយគាត់បានងាកក្រោយហើយបាញ់នៅពលឺវេទមន្តបបៃតងទៅកាន់ដុំថ្មដ៏ធំមួយដែលកំពុងតែដេញតាមពីក្រោយប៉ុន្តែរំពេចនោះផ្ទាំងថ្មដ៏ធំមួយទៀតក៏បានបាក់ស្រុតមកបាំងផ្លូវរបស់គាត់ដោយធ្វើគាត់ទៅចំហមិនបាននឹងដួលបោកទៅលើដីកំទេចថ្មអ្នកដែលតាមប្រមាញ់គាត់មាន3នាក់បានលេចមុខមកគឺបរិសចំណាឈ្មោះយិនជូបរិសសក់ក្រហមឈ្មោះចាលូហើយនិងស្ត្រីម្នាក់ទៀតឈ្មោះថារូជីនពួកគេបានចូលមកដល់កន្លែងដែលបរិសអាគីកំពុងតែលុតជង្គង់នៅលើដីដោយភាពហត់នឿយចាលូបានលើកដៃស្រូបយកថ្មពលបបៃតងចូលទៅក្នុងខ្លួនកណ្ណាក់ដែរយិនជូបាននិយាយប្រាប់ទៅកាន់ចៅវាយនេះវេកមានរបស់ខ្លួនថាជួននេះអស់កម្លាំងរលីងដូចជាចង្គៀងអស់ប្រេងទៅហើយចាលូបាននិយាយទាំងអំណួរថាទៅក្រៅពួកគេគួរតែចាប់អ្នកដែលមានរាងកាយកង្វះធាតុយិនវិញទើបគេអាចលេងសប្បាយបានយូរថ្ងៃជាងនេះពេលនោះរូជីនបានសម្លឹងមើលទៅកាន់បរិសអាខៀនឹងប្រាប់ចាលូថាជននេះនៅមានដាវប្រមាណដាវទៀតនៅជាប់ខ្លួនចាលូសាចំអកហើយតបថាគាត់មិនភ្លេចទេដាវទាំងនោះគឺជារបស់នាងទាំងអស់ហើយកុំថាឡើយត្រឹមតែដាវ9ដើមនេះទោះបីជាអ្វីៗគ្រប់យ៉ាងនៅក្នុងអាណាចក្រអមតៈផ្គរលាន់នេះក៏ដោយឲ្យតែគេចង់បានគឺគ្មានអ្វីដែលគាត់យកមិនបាននោះទេរូជីនបានបញ្ចូលភាសសម្ដីដោយសារតែគាត់គឺជាមនុស្សនៃតកូលចៅដូច្នេះពិតណាស់ថាគាត់អាចទទួលបានអ្វីៗគ្រប់យ៉ាងបរិសអាខៀដែលអស់កម្លាំងពីការបញ្ចុតបានខិតខំប្រឹងទប់ខ្លួនដើម្បីកុំឲ្យដួលសន្លប់គាត់បាននិយាយទាំងតែដាបទៅដួលថាបើចង់ប្លន់ជោគនៅទ្រព្យសម្បត្តិហេតុអ្វីត្រូវប្រមាថគេដល់ថ្នាក់នេះគាត់បានប្រមូលនៅកម្លាំងហៅដាវពមេចំនួន3ដើមឲ្យហោះហើរជុំវិញខ្លួនហើយប្រកាសចាងដៃអហង្ការថាទោះបីជាត្រូវខ្លាចទៅជាខ្មោចក៏បុគ្គលនៃតកូលលីរូបនេះមិនលើកលែងឲ្យអ្នកទាំង3នោះឡើយចាលូបានចំអកថាមិនស្គាល់ប្រមាណកម្លាំងខ្លួនឯងឬក៏បានបញ្ចេញនៅកណ្ដាប់ដៃជាពណ៌ក្រហមដែលគួរឲ្យខ្លាចសង្កត់ពីលើបរិសអាវខៀវគឺលីជីនបរិសអាវខៀវពោលពាក្យចុងក្រោយថាសមាជិកតកូលលីសុខចិត្តស្លាប់ដោយមានសេចក្តីថ្លៃថ្នូរក៏ជោគដៃចង្អុលចំកណ្ដាលថ្ងាសរបស់ខ្លួនបញ្ចេញនៅពលឺមួយភ្លាមៗនោះយ៉ាវលូបានវាកំទេចការការពាររបស់បរិសអាវខៀវធ្វើឲ្យគាត់ខ្ទាតដួលទៅលើដីនិងខ្ជាក់ឈាមយ៉ាងច្រើនសារល្អិតពណ៌បៃតងមួយក្បាលបានវាចេញពីថ្លុកឈាមនោះទោះបីជាយ៉ាងណាបរិសអាវខៀវមិនទាន់ព្រមចុះចាញ់ឡើយគាត់បានប្រមូលនៅកម្លាំងចុងក្រោយស្រែកបន្លឺឡើងបំបីនៅចំណងរួចបញ្ចេញនៅក្បាច់ត្រាបេះដូងរំវងវេទមន្តដ៏ស្មុគស្មាញនិងអណ្ដាតភ្លើងបានជះសន្ធោសន្ធៅជុំវិញខ្លួនគាត់បង្កើតបានទៅជាទម្រង់ដើមឈើពណ៌មាសភ្លឺចែងចាំងគាត់បានសន្ធប់ការវិប្រហារដ៏ខ្លាំងក្លាសម្ដៅទៅលើរោគសត្រូវទាំង3ដែលស្រេចឲ្យពួកគេស្លាប់គឺដូច្នេះរូជីនបានបញ្ចេញនៅកញ្ចក់វេទមន្តពណ៌មាសមករារាំងការវិប្រហារដែលធ្វើឲ្យរលកធម្មពលដ៏មហិមានោះផ្លាតទៅបុកនឹងទាំងថ្មវិញបែកបាក់ខ្ទេចខ្ទីអស់បរិសអាវខៀវបានអស់កម្លាំងរលីងដួលអង្គុយផ្អែកទៅនឹងផ្ទាំងថ្មដោយក្តីអស់សង្ឃឹមនិងមានរបួសពេញខ្លួនគាត់បានរអ៊ូរទាំហៅឈ្មោះបងស៊ូគឺវ៉ាងលិននិងសឹកស្ដាយដែលខ្លួនមិនអាចបញ្ជូននៅក្បាច់ត្រានេះទៅឲ្យគាត់បានទៀតទេចាលូបានដើរមកជន់ដើមទ្រូងបរិសអាវខៀវដោយភាពអកតោមហើយសួរថាតើគាត់បានរកឃើញនៅដើមអមតៈទាំង9នេះមកពីកន្លែងណារូជីនក៏បានជំរុញឲ្យចាលូបញ្ញាចាត់ការស្រាប់តែពេលនោះក៏ជិនឈូចាប់ផ្ដើមដឹងខ្លួនថាមានរឿងមិនស្រួលហើយក៏ស្រែកប្រាប់ឲ្យចៅវាយនេះវ័យក្មេងបញ្ញាដកថយរំពេចនោះលំហអាកាសក៏បានប្រេះស្រាំបង្កើតបានទៅជាប្រហោងរំញ័រពណ៌ស្វាយដ៏ធំមួយដែលតកោដែលអាចកបាំងមួយក៏បានលាតសន្ធឹងចេញពីប្រហោងនោះសម្ដៅទៅចង្អុលចំថ្ងាសរបស់យ៉ាវលូដែលតកោនោះក៏បានប្រេះបែកនិងផ្ទុះបញ្ចេញថ្មពលដ៏ខ្លាំងក្លាធ្វើឲ្យជីនឈូដែលព្យាយាមចូលមកជួយសង្គ្រោះត្រូវខ្ទាតចេញទៅយ៉ាងឆ្ងាយបរិសម្នាក់ឈ្មោះវ៉ាងលៀងក្នុងសម្លៀកបំពាក់ពណ៌ខ្មៅនិងឆោះសបានដើរចេញពីលំហអាកាសមកដោយអំណាចដែលគួរខ្លាចគាត់បានកាន់នៅដុំពលឺវេទមន្តមួយនៅក្នុងដៃមើលទៅដូចជាកុយអមតៈធានីអញ្ចឹងហើយសួរទៅកាន់អ្នកទាំង3នោះដោយសម្លេងដ៏ត្រជាក់ថាតែអ្នកណាឲ្យសិទ្ធពួកគេមកធ្វើបាបមិត្តភ័ក្តិរបស់គាត់ជិនឈូភៀវអោយយ៉ាងខ្លាំងនៅពេលឃើញក្បាច់បង្រួញលំហអាកាសរបស់វ៉ាងលិនដោយគិតក្នុងចិត្តថាខ្លួនស្គាល់អ្នកខ្លាំងពូកែកម្រិតរាងកាយយ៉ាងទាំងអស់នៅក្នុងអាណាចក្រអមតៈបកូរន្ទះនេះប៉ុន្តែតើបកុលនេះគឺជានរណាចំណែកបរិសអាវខៀវគ្រាន់តែឃើញវ៉ាងលិនភ្លាមក៏បានហៅថាបងស៊ូហើយពោលសូមឲ្យជួយសម្លាប់អ្នកទាំងនោះរូជីនមិនរងចាំយូរក៏បានបាញ់នៅដាវពណ៌មាសជាច្រើនប្រហារសម្ដៅទៅរកវ៉ាងលិនប៉ុន្តែគាត់គ្រាន់តែលើកដៃបញ្ចេញនូវធម្មពលវាបកបន្តិចតែទាំងនោះក៏បានខ្ទេចចេញអស់យ៉ាងងាយស្រួលឃើញសភាពការមិនស្រួលក៏ជិនឈូដឹងថាវ៉ាងលិនមានបង្អែកដែលរឹងមាំទៅប្រអូថាហេតុអ្វីមិនព្រមប្រាប់ឲ្យលឿនជាងនេះឬក៏បានប្រមូលនៅកម្លាំងបាញ់នៅកម្មពលឺភ្លើងពណ៌មាសទៅតទល់វ៉ាងលិនបានប្រើនៅកម្លាំងបាញ់ទៅលោកពលឺពណ៌ស្វាយទៅវិញបុកទាំងកិច្ចជាមួយនឹងកម្លាំងរបស់ជិនឈូដែលធ្វើឲ្យបរិសចំណាស់រូបនេះរករបួសយ៉ាងធ្ងន់ធ្ងរហើយទៀតធ្លាក់ទៅបោកទៅនឹងផ្ទាំងថ្មយ៉ាងដំណំវ៉ាងលិនបានហោះទៅឈរពីមុខជិនឈូដែល
ដែលកំពុងតែដេកដួលទៅលើដីហើយនិយាយរំលឹកថាពួកគេបានតែប្រមាញ់មើលរបស់គាត់រយៈពេលជាច្រើនថ្ងៃមកហើយជាឈូព្យាយាមអង្វរសូមនិយាយមួយម៉ាត់ដើរទម្លាក់កុហកទៅលើយ៉ាលូប៉ុន្តែវ៉ាងលីនមិនស្ដាប់ឡើយវ៉ាងលីនបានស្រែកថា13ថ្ងៃហើយគាត់ក៏ចាប់ដើររាប់ថ្ងៃនីមួយៗតាំងពីថ្ងៃទី1រហូតដល់ថ្ងៃទី13ស្របពេលដែលគាត់រាប់គាត់ក៏បានបញ្ចេញនូវការវិភាគដ៏សាហាវជាបន្តបន្ទាប់ទៅលើជាឈូដែលធ្វើឲ្យបរិយាចំណារូបនេះរួមនឹងការជឿចាប់យ៉ាងខ្លាំងនិងគ្មានការតបតទាល់តែសោះជាឈូទ្រាំលេងបានក៏បានស្រែកព្រមានថាវ៉ាងលីនបានសម្លាប់មនុស្សរបស់តកូលចៅដូច្នេះតកូលចៅច្បាស់ជានឹងតាមកំចាត់ពូជពករបស់គាត់មិនខានវ៉ាងលីនមិនត្រឹមតែមិនខ្លាចថែមទាំងបញ្ចេញនៅទងវេទមន្តដ៏ធំមួយពករហមងងឹតហើយសួរទៅកាន់ជាឈូថាគាត់ស្គាល់របស់នេះដែរឬក៏អត់ជាឈូបបភ្នែកធំៗដែលក្តីតស្លុតនៅពេលដែលឃើញនឹងអាចដឹងអំពីដង្ហើមនៃអំណាចខ្សែសាឡាឈាមផ្ទាល់របស់តកូលចៅចេញពីទងនោះមុននឹងជាឈូអាចធ្វើអ្វីបានវ៉ាងលីនក៏បានសង្កត់កំទេចថ្មពុយចុងក្រោយរបស់គាត់បំបាយជាភេផងបន្ទាប់ពីកម្ចាត់សត្រូវរួចរាល់វ៉ាងលីនក៏បានត្រឡប់មករកបរិយាអាវខៀនោះវិញហើយហុចនៅដុំពលឺវេទមន្តនោះទៅឲ្យប្រាប់ថាវាគឺជាអំណោយនៃភពសំណាងចំណែកឯងអាចឈានទៅដល់កម្រិតយិនឬក៏យ៉ាងនោះគឺអាស្រ័យទៅលើព្រេងវាសនារបស់គាត់ហើយបរិយាអាវខៀនោះចាប់បានអង្គុយតាំងសមាធិស្រូបយកនៅធម្មពលនោះភ្លាមទស្សនភាពបានប្រាប់ទៅការរងភ្នំអមតៈមួយដែលពោពេញទៅដោយអាបលីយៀនដែលជាបរិយាអាវខៀកំពុងតាំងសមាធិយ៉ាងសុទ្ធសាធនៅក្នុងរោងភ្នំនោះគាត់បានជាប់គាំងនៅកម្រិតកម្ពូលនៃការបង្រួមរួមអស់រយៈពេលជាច្រើនឆ្នាំមកហើយមិនមែនដោយសារតែគាត់ខ្វះនៅទេពកោសល្យពីធម្មជាតិទេប៉ុន្តែដោយសារតែគាត់ខ្វះខាតនៅធម្មពលពេលនេះដែលបានទទួលនៅការបញ្ចូលធម្មពលថ្មីនេះគាត់ជឿជាក់ថាខ្លួនអាចនឹងទម្លុះកម្រិតដែនកំណត់នេះបានដោយជោគជ័យទន្ទឹមនឹងនោះវ៉ាងលីកំពុងហោះហើរយ៉ាងស្អាតនៅកណ្ដាលអាកាសគាត់បានរំលឹកពីពេលវេលាដ៏ខ្លីកន្លងមកដែលពួកគេត្រូវបានតាប្រមាញ់យ៉ាងសាហាវដោយអ្នកខ្លាំងពូកែក៏គាត់ថាប្រសិនបើការពីពេលនោះគាត់ជ្រើសរើសការរត់គេចនោះប្រហែលជាពួកគេបានខ្លាចទៅជាទីសកលឈាមឬក៏ត្រូវស្លាប់បាត់បង់ជីវិតបាត់ទៅហើយការបថុយប្រហារប្រយុទ្ធជាមួយនឹងអមតៈជនលើកនេះទោះបីជាមានឱកាសស្លាប់ច្រើនជាងរស់ប៉ុន្តែវាបានផ្លាស់ប្ដូរនៅអនាគតរបស់គាត់ដែលធ្វើគាត់ទទួលបាននូវធម៌ពលកម្រិតរាងកាយយ៉ាងឥឡូវនេះគាត់មិនត្រឹមតែមាននៅការកើនឡើងនៅកម្រិតធម៌ពលប៉ុណ្ណោះទេថែមទាំងអាចយល់ច្បាស់និងគ្រប់គ្រងនៅច្បាប់ធម្មជាតិនៃឋានសួគ៌និងផែនដីបានកាន់តែស៊ីជម្រៅទៀតផងដើម្បីសាកល្បងនៅធម៌ពលថ្មីរបស់ខ្លួនវ៉ាងនេះក៏បានបញ្ចេញក្បាច់រៀបចំតម្រង់ការការពីភ្នំដ៏ធំមហិមាមួយដែលពោពេញទៅដោយខ្សែអន្ទាក់អណ្ដាតភ្លើងឆេះសន្ធោសន្ធៅជុំវិញទីតាំងនោះដែលជារឿងមួយដែលការពីមុនគាត់មិនអាចមានលទ្ធភាពធ្វើបានឡើយជាចុងក្រោយគាត់បានប្រើប្រាស់នៅធម៌ពលដ៏អស្ចារ្យចម្រាញ់បំណែកនៃអាណាចក្រអមតៈទាំងមូលឲ្យក្លាយទៅជាកំណប់ទ្របមួយដែលមានរាងដូចជាចេតិយពលឺដ៏ស្រស់ស្អាតក៏សម្លឹងមើលនៅសមត្ថភាពរបស់ខ្លួនហើយពោលដោយក្តីពេញចិត្តថាការធ្វើដំណើរផ្ថយប្រធានលើកនេះពិតជាមានតម្លៃនិងមិនខុសបំណងឡើយក៏បានបន្លឺសំឡេងឡើងយ៉ាងសទន់ថាវ៉ាងសូមរងចាំបងគាត់បានហោះកាត់នៅលំហអាកាសដែលពោពេញទៅដោយពលឺចម្រុះពណ៌និងធម៌ពលដ៏អស្ចារ្យព្រមទាំងប្រាជ្ញាចិត្តថាទោះមានរឿងអ្វីកើតឡើងក៏ដោយក៏ខ្ញុំទៅកាន់នៅកាយខាងកើតឲ្យទាល់តែបានលុះត្រាតែមានឱកាសនោះតិចតួចស្ដួយស្ដាងយ៉ាងណាក៏ដោយដើម្បីដាស់អ្នកឲ្យភ្ញាក់ឡើងវិញខ្ញុំនឹងមិនបបងវាចោលឡើយរូបភាពរបស់នារីម្នាក់ដែលកំពុងតែគេងលក់យ៉ាងស្កប់ស្កល់បានលេចឡើងហើយក៏បានលូកដៃទាំងអើផ្ទៃមុខរបស់នាងដោយក្តីថ្នាក់ថ្នមនោះគឺលីមូវ៉ានបន្ទាប់មកបារោះនោះក៏បានអង្គុយនៅក្នុងទីតាំងដ៏អកបាំងមួយដែលមាននៅដើមឈើគ្រៀនស្វិតនៅពលឺពណ៌ខៀវព្រិលគាត់បានពោលថាមុនពេលធ្វើដំណើរទៅទិសខាងកើតខ្ញុំនៅតែត្រូវការនៅបច្ចេកទេសអមតៈនិងរតនសម្បត្តិបន្ថែមទៀតរចនាសម្ព័ន្ធដ៏ស្មែងពណ៌ក្រហមឆ្អៅដែលបញ្ចេញធម៌ពលដ៏គួរខ្លាចបានលេចឡើងនៅជុំកំពង់មុខគាត់បានបញ្ចូលថាវត្ថុនេះត្រូវបានបង្កើតឡើងពីពាក្យកណ្ដាលនៃរាងកាយរបស់បុព្វបុរសឈាមធម៌ពលរបស់វាពិតគួរឲ្យតក់ស្លុតខ្លាំងណាស់ប្រសិនបើខ្ញុំអាចកែច្នៃវាបានបន្តិចបន្តួចនៅក្នុងគ្រាមានអាសន្នដល់អាយុជីវិតវាប្រហែលជាអាចជួយសង្គ្រោះជីវិតខ្ញុំបានគាត់បានប្រើនៅធម៌ពលរបស់ខ្លួនបង្រួមរចនាសម្ព័ន្ធដ៏ធំនោះឲ្យក្លាយទៅជាដុំធម៌ពលពណ៌ក្រហមតូចមួយគាត់បានពិនិត្យមើលវាដោយយកចិត្តទុកដាក់ហើយនិយាយថារតនសម្បត្តិនេះមិនមែនជារបស់ធម្មតាឡើយប៉ុន្តែទោះបីជាខ្ញុំព្យាយាមប្រមាណដងក៏ដោយក៏ខ្ញុំនៅតែមិនអាចបន្សល់ទុកនៅសញ្ញាសម្គាល់វិញ្ញាណរបស់ខ្ញុំនៅលើវាបានទេតែវាអាចមានអាក់បាំងអ្វីផ្សេងទៀតលាក់បាំងនៅទីនេះគាត់បានបញ្ជាឲ្យដែលអមតៈជាច្រើនលេចឡើងហើយហោះក្រវ៉ាល់ជុំវិញដុំធម្មពលពណ៌ក្រហមនោះគាត់បាននឹកឃើញថាពេលដែលខ្ញុំរកឃើញជាឆ្អឹងនេះដំបូងវាត្រូវបានដាក់នៅជាមួយនឹងដាវអមតៈទាំងនេះណាមួយក៏បានហោះទៅដោតចំកណ្ដាលនៃដុំធម្មពលពណ៌ក្រហមនោះគាត់បានបិទភ្នែកហើយរូបកាយវិញ្ញាណពណ៌មាសដ៏ធំមួយក៏បានបង្ហាញខ្លួននៅក្រោយគាត់បានយល់ច្បាស់អំពីស្ថានភាពនេះដោយដែលខ្ញុំបានពិតមែនដែលនឹងឆ្អឹងសត្វដេរឆាននេះពេលរួមបញ្ចូលគ្នាវាបង្កើតបានទៅជាកងទ័ពអកបាំងមួយដែលស្ទើរតែមិនអាចរកឃើញបានប្រសិនបើពួកវាមិនត្រូវបានភ្ជាប់គ្នាបែបនេះទេវិញ្ញាណរបស់ខ្ញុំច្បាស់ជាមិនអាចរកផ្លូវចូលបានឡើយនិមិត្តសញ្ញាវេទមន្តពណ៌មាសបានលេចឡើងហើយដាវមួយទៀតបានហោះទៅទម្លុះវាបង្កើតបានទៅជាច្រកទ្វារវិមានមួយគាត់បាន
បានហោះចូលទៅក្នុងច្រកទ្វារនោះភ្លាមៗនៅខាងក្នុងគាត់បានប្រទះឃើញនៅលំហមួយដែលពោពេញទៅដោយសសរគ្រីស្តាល់ពណ៌ខៀវថ្លាដ៏ធំសម្បើមគាត់បានសម្លឹងមើលជុំវិញទៅក្តីសំចៃត្រាដ៏ធំលងងយនេះត្រូវបានលាក់នៅខាងក្នុងដាវត្រានេះពិតជាអស្ចារ្យហួសពីការបរិយាយខ្ញុំមិនដែលឃើញអ្វីដូចនេះពីមុនមកទេអ្នកដែលបង្កើតនៅកងទ័ពវេទមន្តនេះច្បាស់ជាមិនមែនជាអមតៈធម្មតាទេឡើយដើម្បីទាញយកនៅរតនសម្បត្តិនេះខ្ញុំទៅស្វែងរកនៅចំណុចកណ្ដាលរបស់ទ័ពវេទមន្តនេះសិនមានតែវិធីនេះទេទើបអាចបំបែកនៅត្រានេះបានគាត់បានហោះរុករកចាំងលឿនពីពេញនៅលំហគ្រីស្តាល់នោះទីបំផុតគាត់ក៏បានរកឃើញនៅគោលដៅហើយប្រាថ្មពលវាបំបែកនៅគ្រីស្តាល់មួយយ៉ាងខ្លាំងក្លាគាត់បានបន្លឺឡើងថារកឃើញហើយគាត់បានចាប់ផ្ដើមអនុវត្តនៅបច្ចេកទេសបំបែកនៅត្រាដ៏ស្មានត្រាទាំង8ត្រូវរួបរวมជាធ្លុងមួយកំណត់ដោយចង្វាក់ធម្មពលដើម្បីបន្សល់ទុកនៅសញ្ញាសម្គាល់របស់ខ្ញុំមានតែវិធីមួយគត់គឺត្រូវតែបំបែកនៅតែទាំងអស់នោះឲ្យតិចទីទូកាយក្លូនជាច្រើនរបស់គុកក៏បានលេចឡើងហើយធ្វើចរណាដៃបញ្ចេញធម្មពលពណ៌មាសយ៉ាងព្រមគ្នាធម្មពលនោះក៏បានផ្ទុះឡើងយ៉ាងសន្ទុះសន្ធាបំផ្លាញរាល់ចំណងត្រាទាំងអស់ទិដ្ឋភាពបានត្រឡប់មកទីតាំងដើមវិញតែទាំងអស់ក៏បានបញ្ចេញពន្លឺហើយរលាក្បាលបិសាចដ៏ធំសម្បើមមួយក៏ត្រូវបានដោះលែងហុំព័ន្ធដែលធម្មពលរន្ទះនិងភ្លើងយ៉ាងកាយសាហាវបិសាចនោះបានបន្លឺសំឡេងយ៉ាងក្រហមអើងកងខណៈដែលបរិសុទ្ធនោះនៅតែអង្គុយយ៉ាងស្ងប់ស្ងាត់គាត់បានពោលឡើងដោយទំនុកចិត្តថាបែកលើការចងចាំពីសញ្ញាសម្គាល់មុនរបស់គាត់វត្ថុនេះមានឈ្មោះថាចំណងរស័ព្ទបានម្ដាយនិងកូនដែលជារតនសម្បត្តិអមតៈប្រកបវាធ្លាប់ប្រងការខូចខាតនៅក្នុងសមរភូមិប្រឆាំងនឹងអតិថិបុរាណហើយម្ចាស់របស់វាក៏បានស្លាប់ភ្លាមៗបន្ទាប់ពីនោះដូច្នេះវាមិនដែលត្រូវបានជួសជុលល្អឥតខ្ចោះវិញឡើយទោះបីជាវាខូចខាតយ៉ាងណាក៏ដោយក៏ធម្មពលរបស់វានៅតែគួរឲ្យភ្ញាក់ផ្អើលដដែលគាត់បានសម្លឹងមើលបាតដៃរបស់ខ្លួនដែលមានសញ្ញាសម្គាល់ពណ៌មាសភ្លឺផ្លេងនេះគឺជារតនសម្បត្តិដ៏រឹងមាំបំផុតដែលខ្ញុំមាននៅពេលនេះបន្ទាប់មកក៏បានសម្លឹងមើលថង់ធម្មពលចំនួន3ដែលដើរនៅពីមុខគាត់ឧស្សាហ៍យ៉ាមកពីលូធានតាំងពីពេលដែលយើងបានវាកំចាត់នៅបុព្វបរោឈាមមកគំនុំឈាមនេះត្រូវបានកំណត់ឲ្យរួចទៅហើយគាត់បានទាញយកនៅយ័ន្តមួយផ្ទាំងចេញមកមួយទៀតហើយយ័ន្តនេះវាមានលក្ខណៈស្ទើរតែដូចបេះបិទទៅនឹងយ័ន្តដែលខ្ញុំទទួលបានពីស៊ូហ្វឹងហានអញ្ចឹងមានរលកធម្មពលប្រសិនបើកាវដាំដុះរបស់ខ្ញុំមិនបានវិវត្តទេជាប្រកាសជាមិនចាប់អារម្មណ៍វាឡើយនេះច្បាស់ជារតនបានពិសេសមិនខានទោះបីជាពេលនេះខ្ញុំនៅតែមិនទាន់ដឹងអំពីរបៀបប្រើប្រាស់វាក៏ដោយគាត់បានប្រើប្រាស់នៅកញ្ចក់ពណ៌ស្វាយមួយបញ្ចេញនៅពន្លឺស្កេនមើលហើយរូបភាពនៃអគារដ៏អស្ចារ្យមួយក៏បានលេចឡើងហៅថាសំណាក់ប្រមូលផ្ដុំដូច្នេះហើយទើបព្រឹទ្ធាចារ្យកម្រិនយិនបំផន់អាចចូលមកកាន់ដែនដីអមតៈបកូលនដើម្បីការពារសិទ្ធិកូលចៅមកកាន់ទីនេះដើម្បីទទួលបាននូវបច្ចេកទេសអមតៈអគារនេះត្រូវបានសាងសង់ឡើងដោយអន្តរិយអមតៈរន្ទះផ្ទាល់ដែលផ្ទុកនៅបច្ចេកទេសអមតៈរាប់មិនអស់ឥឡូវនេះគ្រូសាបុរាណទាំង4ដែលមានខ្សែស្រឡាយឈាមអមតៈបានចូលរួមកម្លាំងគ្នាដើម្បីបិទត្រាទីកន្លែងនេះដោយអនុញ្ញាតឲ្យតែសាច់ញាតិរបស់ពួកគេប៉ុណ្ណោះដែលអាចចូលទៅស្វែងរកនៅសំណាងនៅក្នុងបានគ្រូសាយ៉ាពួកគេគឺជាមនុស្សបែបណាទៅនៅពេលនោះបរោះម្នាក់ស្លៀកពាក់ពណ៌ខៀវបានដើរឡើងចដាមកជួបគាត់គឺលីយៀនហើយអោនក្បាលគោរពលីយៀនបាននិយាយថាសូមអរគុណវាគឺជារឿងគួរឲ្យស្ដាយដែលព្រលឹងរបស់ខ្ញុំមិនអាចផ្ទុកនៅធម្មពលដ៏ច្រើនបែបនេះបានមើលទៅទីបំផុតកម្រិតយិនបំផុតប្រហែលជាមិនស័ក្តិសមសម្រាប់ខ្ញុំទេព្រះរស៊ូលបានឆ្លើយវិញថាកុំបញ្ញាបាក់ទឹកចិត្តអីប្រាដេលីធម្មពលនៅក្នុងរាងកាយរបស់អ្នកនៅតែបន្តចិញ្ចឹមនៅព្រលឹងរបស់អ្នកនៅពេលដែលអ្នកស្រូបជោគវាបានទាំងអស់វានឹងឈានទៅដល់កម្រិតយិនបំផុតដោយធម្មជាតិមិនជួបមិនឆាប់ការតស៊ូនឹងទទួលបាននូវផលតបស្នងបន្ទាប់មកក៏ស៊ូមុខក៏បានហុចនៅថង់កំណប់មួយចំនួនទៅឲ្យគាត់ហើយប្រាប់ថារតនសម្បត្តិនិងត្បូងអមតៈនៅក្នុងនោះនឹងជួយដល់ការហ្វឹកហាត់របស់អ្នកលីជៀនបានប្រគល់នៅកញ្ចក់បុរាណមួយទៅឲ្យវងលីនវិញហើយពោលថានេះត្រូវបានគេហៅថាកញ្ចក់បំបែកត្រាបុរាណដែលនៅសេសសល់តិចតួចបំផុតនៅក្នុងពិភពលោកនេះបើសិនបើអ្នកត្រូវការបំបែកនៅត្រាណាមួយយ៉ាងបញ្ញាវាអាចជួយផ្ដល់អត្ថប្រយោជន៍ដល់អ្នកបានការហ្វឹកហាត់របស់អ្នកនៅពេលនេះគឺហួសពីអ្វីខ្ញុំអាចស្មានដល់ទៅហើយខ្ញុំឆ្ងល់ណាស់ថាតើនៅថ្ងៃនោះពេលដែលយើងបានសម្លាប់នៅអមតៈវងលីនបានកាត់សម្ដីថាដោយសារតែស្នាដៃបត្រារបស់អ្នកទើបបុព្វបុរសឈាមអាចនៅរស់រានមានជីវិតបានប៉ុន្តែគាត់លែងជាការគំរាមកំហែងទៀតហើយលីយៀនមានបំណងចង់ទៅកាន់ទីកន្លែងមួយដែលមានឈ្មោះថាសំណាក់ប្រមូលផ្ដុំដើម្បីស្វែងរកនៅបច្ចេកទេសអមតៈប៉ុន្តែទីកន្លែងនោះត្រូវបានបត្រាយ៉ាងច្រើនអ្នកស្គាល់ពិភពនោះច្បាស់ជាងខ្ញុំទៅទៀតតែអ្នកចង់ទៅជាមួយខ្ញុំទេលីយៀនបានអោនគោរពយ៉ាងជ្រាលជ្រៅហើយនិយាយដោយក្តីគោរពថាទោះបីជាអ្នកទៅដល់ទីណាក៏ដោយព្រះរស៊ូលខ្ញុំនឹងដើរតាមអ្នកដោយអស់ពីសមត្ថភាពដែលខ្ញុំមានអ្នកទាំងពីរក៏បានហោះឡើងជាមួយនឹងគ្នាកាត់តាមអាកាសត្រជាក់និងតំបន់បាក់បែកនៃដែនដីអមតៈរន្ទះឆ្ពោះទៅកាន់តំបន់សំណា
ណៈប្រមូលផ្ដុំអមតៈលឺយានបានប្រាប់វ៉ាងលិនអំពីសំណាក់ប្រមូលផ្ដុំគឺស្ថិតនៅឯទិសនិរដីហើយនៅក្បែរនោះក៏មានទីវាលបបែករបស់អមតៈបុរាណមួយផងដែរតែយើងគួរតែឆ្វែលចូលទៅមើលតាមផ្លូវទេព្រះរស៊ូលបានយល់ព្រមប្រសិនបើអ្នកគិតថាវាស័ក្តិសមនឹងទៅមើលប្រារលីការទទួលបាននៅសំណាងបន្ថែមនៅក្នុងពិភពនេះគឺជារឿងដែលមិនអាក្រក់ឡើយពួកគេក៏បានសម្លឹងទៅកាន់ទីក្រុងដ៏ខ្ទេចខ្ទាំនោះរួចពោលឡើងដោយការធុញទ្រាន់ថាទីកន្លែងដែលត្រត្រង់នេះប្រហែលជាត្រូវបានគេប្រមូលយករបស់ដែលមានតម្លៃអស់បាត់ទៅហើយតើមានអ្វីនៅសេសសល់សម្រាប់ឲ្យមើលទីទៅម្នាក់ទៀតដែលមានចងសក់ទៅក្រោយនឹងស្លៀកពាក់លាយពួកគេបានតបវិញថានេះគឺជាកន្លែងអមតៈដែលមើលទៅហាក់ដូចជាទីតាំងជួញដូរសម្រាប់អ្នកសញ្ចាំងចំនួនបុរាណគាត់បានបន្តទៀតថាយើងទៅតាមក្បួនខ្នាតបុរាណដែលបានកត់ត្រាទុកទីតាំងជួញដូរធំបំផុតនៅក្នុងទីកន្លែងបែបនេះគឺប្រកបជាស្ថិតនៅឯភាគខាងកើតអ្នកទីពីរក៏បានចុះចោតនៅលើគំនរបបាយនៃទីក្រុងបរិបដែលចង់សក់សោបានលុតចង្គង់ចុះហើយយកនៅដៃស្ទាបទិញថ្មដ៏ធំមួយរួចក្រោកឈរឡើងវិញដើម្បីបញ្ជាក់ថាញៀនដឹងរបស់គាត់មិនបានចាប់ពីភាពមិនប្រក្រតីអ្វីនោះទេចំណែកស៊ូលូកូដែលកំពុងតែអង្គុយកងតាក់ខ្លាយ៉ាងរំភើយបាននិយាយបញ្ជាក់ថាសូម្បីតែដែលបន្តិចបន្តួចក៏គ្មាននៅសល់ដែរលីជានឲ្យវ៉ាងលៀនបញ្ចេញនៃធម្មពលវិបហាឲ្យអស់ទំហឹងទៅលើទីតាំងមួយកន្លែងនោះបរិចង់សក់គឺវ៉ាងលៀនក៏បានកោះហានៅលំពេពណ៌ស្វាយដែលពោពេញទៅដោយចរន្តរន្ទះឬក្រវែងវាចុះទៅក្រោមយ៉ាងខ្លាំងបង្កឲ្យមានការផ្ទុះយ៉ាងសន្ធឹកសន្ធាប់និងធ្វើឲ្យកំទេចថ្មខ្ទាតសពទិសទីពេលផ្សាយរលាកបាត់ទាំងរង្វង់វេទមន្តនៅធំមួយក៏បានលើកចេញមកពីក្រោមគំនរបបែកនោះពួកគេក៏បាននិយាយថាមានរង្វង់វេទមន្តលាក់កំបាំងនៅខាងក្រោមលីជានចុះទៅខាងក្រោមរួចអង្គុយស្ទាបរង្វង់នោះដោយនិយាយទាំងសោកស្ដាយថាវាគឺជារឿងដែលគួរសោកស្ដាយដែលរង្វង់វេទមន្តនេះត្រូវបានបិទចោលជូរពេករហូតដល់ធម្មពលរបស់វាត្រូវរលត់អស់ទោះជាយ៉ាងនេះក្តីគាត់ក៏បានក្រោកឈរឡើងហើយនិយាយដល់ទំនុកចិត្តថាវាជាត្រាវេទមន្តប្រចាំតកូលរបស់គាត់អាចមានលទ្ធភាពដែលធ្វើឲ្យរង្វង់វេទមន្តដែលស្លាប់នេះរស់ឡើងវិញបានគាត់ក៏បានចាប់ផ្ដើមបញ្ចេញនៅកាយវិការសូត្រមន្តឬបញ្ជូននៅធម្មពលពណ៌បៃតងចូលទៅក្នុងផ្ទាំងរង្វង់នោះភ្លាមៗនោះរង្វង់វេទមន្តក៏ចាប់ផ្ដើមបញ្ចេញនៅពលឺពណ៌មាសយ៉ាងភ្លឺចែងចាំងព្រមទាំងមានអក្សរយន្តហោះវិលជុំវិញវ៉ាលិនឈោមើលដល់ស្ងៀមស្ងាត់រួចគិតក្នុងចិត្តសរសើរថាបាននិយាយអំពីរឿងត្រាវេទមន្តលីជានពិតជាមានទេពកោសល្យកម្រមែនគាត់ថែមទាំងគិតទៀតថាបើសិនបើលីជានបាននៅជាមួយនឹងគាត់កាលពីនៅឯដែនដីអមតៈភ្លៀងនោះការវាប្រហារបាត់ដៃបំផន់ភ្នែកប្រហែលជាត្រូវលីជានដល់ស្រ័យបានយ៉ាងងាយស្រួលនៅពេលដែលលីជានប្រើប្រាស់នៅមន្តអាគមគ្រប់សពពលឺពណ៌មាសដ៏ធំសម្បើមមួយក៏បានបាញ់ឆ្ពោះទៅលើមេឃទម្លុះពពកក្រាស់និងបញ្ចេញនៅរលកធម្មពលយ៉ាងខ្លាំងក្លាបរោះចងសក់សង្កេតឃើញថាគឺសម្ដៅទៅលើវ៉ាងលិននេះគឺជាការលេចធ្លាយនៃធម្មពលវិញ្ញាណហើយរង្វង់វេទមន្តនេះទើបតែត្រូវបានបើកដំណើរការជាលើកដំបូងលីជានបានប្រាប់ថានៅពេលដែលសសរពលឺនេះរលត់ទៅពួកគេអាចចូលទៅក្នុងបានហើយប៉ុន្តែវ៉ាងលិនមានការបារម្ភគាត់បាននិយាយថាចរណានេះធំធេងពេកហើយវាច្បាស់ជានឹងតាក់ទាញនៅចំណាប់អារម្មណ៍អ្នកដទៃមិនខានគាត់បានបញ្ជាក់យ៉ាងដាច់អហង្ការថាបាតុភូតបែបនេះនៅលើមេឃច្បាស់ជាមានកំណត់ទ្រាំនិងអ្នកណាដែលហ៊ានឈានជើងចូលមកទីនេះអ្នកនោះនឹងត្រូវស្លាប់ដោយអ្វីដែលគាត់បានរំពឹងទុកពលឺដ៏ចាស់នោះក៏បានតាក់ទាញអ្នកសច្ចាងជាច្រើនឲ្យហោះតម្រង់មកទីនោះអ្នកសច្ចាងពីរនាក់គឺបារម្ភម្នាក់និងស្ត្រីម្នាក់បានហោះមកដល់មុនគេហើយអោនគំនាបដោយការគោរពពួកគេបានប្រាប់ថាពួកគេមកពីគ្រួសារចាស់នៅភាគខាងលិចនៃលូធានហើយពួកគេនឹងស្ដាប់តាមបញ្ជារបស់អ្នកទាំងពីរដោយមិនហ៊ានបំពេញឡើយពេលវេលាបានកន្លងផុតទៅអ្នកសច្ចាងរាប់រយនាក់ក៏បានជួបជុំគ្នាហោះជុំវិញទីតាំងនោះបរិះចំណាំម្នាក់និងបរិះក្មេងម្នាក់ដែលឈរមើលពីលើអាកាសបានសន្ទនាគ្នាបរិះក្មេងឆ្ងល់ថាអ្វីបានជាមានមនុស្សពីរនាក់នៅខាងក្រោមចំណែកបរិះចំណាំបានប្រាប់ថាអ្នកដែលនៅខាងក្រោមនោះច្បាស់ជាអ្នកពូលអ្នកខ្លាំងកម្រិតជំហានទី2ដូច្នេះហើយទើបគ្មានអ្នកណាហ៊ានចុះទៅភ្លាមៗនោះសសរពលឺពណ៌មាសក៏បានរលាយបាត់ទៅវិញខណៈដែលអ្នកគ្រប់គ្នាកំពុងត្រៀមខ្លួនស្រាប់តែមាននៅសំឡេងមួយស្រែកប្រាប់ឲ្យឈប់សិនពលឺពណ៌ស្វាយមួយក៏បានលេចឡើងបង្ហាញឲ្យឃើញនៅបរិះម្នាក់ក្នុងសម្លៀកបំពាក់ពណ៌ខៀវអ្នកនៅជុំវិញនោះក៏បានខ្សឹបខ្សៀវគ្នាថានោះគឺជាថាងយិនមកពីគ្រួសារថាងដែលជាតកូលខ្លាំងបំផុតនៅតំបន់ភាគខាងត្បូងនៃលូធានវ៉ាងលីក៏បានប្រតិកម្មលីជានឲ្យចូលទៅក្នុងរង្វង់វេទមន្តនោះមុនហើយទុកមនុស្សម្នាក់នេះឲ្យគាត់ជាអ្នកចាត់ការថាងយិនបានហោះមកចូលនៅលើគំនរបបាយរួចណែនាំខ្លួនយ៉ាងអំនួតដែលអញ្ជើញបរិះចង់សាឲ្យចូលទៅក្នុងរូងភ្នំនោះជាមួយនឹងគ្នាប៉ុន្តែវ៉ាងលីបែរជាឆ្លើយយ៉ាងសោកក្រោះថាអ្នកមិនមានគុណសម្បត្តិគ្រប់គ្រាន់ទេសម្ដីនេះធ្វើឲ្យថាងយិនខឹងសម្បាយ៉ាងខ្លាំងគាត់បានបញ្ចេញនៅធម្មពលហៅនេះរន្ទះពណ៌ខ្មៅលីស្វាយដល់កាយសាហាវមួយក្បាលចេញមករួចហៅតម្រង់ទៅរកវ៉ាងលីដោយពោពាប្រមាថថាវ៉ាងលីគ្រាន់តែជាអ្នកហាត់កុនឯករាជ្យដូចតែម្នាក់ហ៊ានមិនទុកមុខឲ្យគ្រួសារថាងរបស់គេផងគាត់មានបំណងចង់ចាប់វ៉ាងលីនៅពេលដែលជាដូនមួយរបស់គាត់មកដល់ប្រឈមមុខនឹងនាយរន្ទះដ៏ធំសម្បើមបរិះចង់សក់គ្រាន់តែសម្លឹងមើលយ៉ាងត្រជាក់ស្លឹមរួចពោលថារន្ទះរបស់គាត់អ្នកមិនមានគុណសម្បត្តិអាចទទួលយកវាបានទេក៏គ្រាន់តែលើកដៃឡើងស្រាប់តែមាននៅធម្មពលរន្ទះពណ៌ខៀវបាញ់ចេញទៅកំទេច
นี่ระบอทางยินจินเอาใบชักใจออทางยินจินคังสบาการตะครั้งกับบาปโมในทพปลหาเนี่ยบอกมามุที่ได้ท่อมจึงมนตเตียดาวสไลกำริมทามนุษย์มีชมูเห็นหมอกประเฮินเนื้อหมกรูซาแท้คือตระแต่ซ่องดำลายมาเวงบราวจังสักกับบาลำเลิกปีสำได้ระบอกคลมดองเทียแท้เนี่ยนะได้เห็นโจมอกเนี่ยนู่นในตระสลามในเชยชอบกับบามาจินในทพปลหานี่ดันเทียโปซอโดยจำนานั่งแหวมีมือกบ้าเฉยมาประจนนี่ที่พี่กับบ้านห่อคนนี้เป็นแต่กรอนแท้บราวจังสอหรือก็วางเลนลิตดังได้รวยกระดาบบริมได้เนี่ยโปซอบอกกับบานเต็ดเนี่ยขม้าหนูเอาเรลีบัดเพลียมกำลังปาตังกิบานเฟื่อออยทางเจนจินเตียนเธอกล้าดบุตรงนนังเพื่อสนับสนุนจิคลางดาวลอนมอดสู่แทนนี่คือชี้กำนับทับเอาไว้เตอเก็บชียิ้มกำเรียมโดยปลายชมุกรูซาทางเตียนปนแต่วางเล่นเหมือนควอลอยวางเล่นบานจังอ้อนบริมได้แต่การทางเจนจินโดยบัญชีเอาสำหรับกอดเจ้าตัวใบจีทางเจนจินใส่เอาเกจุยอย่างนากระด้อยก่อข้ามเด็กสมัยปกห้องกับบ้านบานจำลูกเรียนการบอกกอดกระทวยกอดสลามปลายคลาตชีบใส่ชิมบัตเตอร์เกินจะตะเพียบนี้บรอมันแน่ชมท่าทางปึงบ้านชินเจิงเจนหมอกปีฟงมนุษย์เด็กกำห้องปรมเตียงบรอจำแน่หนึ่งอยู่ประจนมันแน่ที่ขนมสำเร็จแปะปกขมาทางปิ้งสลายสู้เด็กกำห้องแท้ตาวางเล่นหินสำหรับมนุษย์เด็กบอกครูสาทางในจุบงมงโลกมิจฉาโต้เด็กบอกปุกเขจังโดยมาเดินแต่กอดทนยังการุณในฮาเมนเตบรอช่างซอกกับบานบอกอาท่านเด็กบอกกอดบานงี้มาประชมมกหนึ่งฟงมนุษย์รวยประกายจางฉบับทาขนมดุงวงบุยปอนมาแน่นะได้โจมมกหนึ่งตระสลามทางปิ้งสายจำอ้อจำพวกการประกาศนี้ได้กระทาวิกฤตเรื่องเด็กกู้เอาจองซอยได้หินดาบอมร้ามวยปอนไม้ในขนมได้อมตะดันเตียนีกอดบ้านห่อดำร้องจมูกถึงกล้าวดับใบบิบห้าปันตายในเปได้ปรอสะซ้อสำลังเมื่อตะกอนเพลย์เบอร์โคกับบามันเช่นยังเป็นลื้อปอกขี้เด็กกูคลายพลิมนู้ทางปิงสนับแต่ทะเลเจ้าตะขนมไปพบในกับบอมพ่อเด็กกูอรันโทได้พบเพื่อนจากดาวสมุทรชิมนางวิญญาณขมอยโปซ้อรอมันห่อวีหลกมาเลยก่อนทางพิมพ์ฉิบเอาอย่างคล้ายจะพูดจิตนาสำหรับโดยสหายนี่รู้ลวนหมดแท้ตาบรอมแน่นี่กับโปแต่หาดวิจิกรเพลย์สำหรับเมนเตจูปิชนอ่าวขมาได้ในขังเลิกกับบ้านเมื่อเคยนางเป็นเจแท้นี่เปิดชิมมีขี้ระบอกอดเมนทางปิ้งเหมือนอายต้นในกำลังวิญญาณแต่งดูบานเลยก็กระเติบบ้านวิปหาหอดอทะเลโจตะเลิศรวงวิตามนอูดชิมแทนถึงบ้านดูสลับบัดบองจิปตเตียนเนี่ยสจางแต่งออร์ก็เนี่ยหานก่อนได้ในจุดเว้นบานเติมแต่โชว์เมื่อดอกกระเด็นทนนังสงบสงัดบอมพรปรองช่องซอดกอวางเล่นบานได้จางสันสันซ้ำดำรองจะโรจรอทวีขมาในรวงวิตามนมนหนึ่งโจเตอร์กว่ากับบานปราบพระนันทมปลเบาะสะเศร้าดอกบ่อทางปิ้งออยห่อลางตะเลอโปร่งเท่งมาสาวตกในพิสมได้แท้กอดจุนสะสอบเป็นเล่นมวยนี่คือเจกะโดจูบิชนแปะแอบขมาสู่ชมูดบอกกอดมุนเป้ได้กอดบัดคลวนนเป้ได้เรียนแค่ได้บอกกอดโจเตอร์ขนงดำวงวิตามนดอฮอดดอลบาสมาลสำเร็จได้บอกก็กับบามลือล้างตอบวิญญาณไกลแท้สู่โมไอซาดิมิชันกอดจะได้ปวันนี้กับสมัยชิสไลโดกับโมวิชโกหรือก่อการสมร้ายแต่มีเหล็กกันแน่เข้าไปเคบบันเต